បងប្អូនណាខ្លះចូលចិត្តទិញជ្រូកកៅឈូកគេញ៉ាំបងប្អូនហើយពេលទៅទិញគេញ៉ាំម្ដងចង់បានកៅឈូកច្រើនប៉ុន្តែសិតតែស្ដែកបន្តហ្មងហើយមករៀនធ្វើជ្រូកកៅឈូកមួយខ្ញុំទាំងអស់គ្នាជាដំបូងខ្ញុំធ្វើការដាំទឹកបបរសិនណាបងប្អូនដើម្បីកុំឲ្យខាតពេលខ្ញុំដាក់ម្ទេសផ្លោកនេះស្ងោរទៅជាមួយទឹកបបរហ្នឹងហ្មងណាបន្ទាប់ពីដាក់ស្ងោរម្ទេសចឹងហើយយើងមកហាន់កៅឈូកវិញម្ដងណាបងប្អូនកៅឈូកដែលខ្ចីល្អបងប្អូនគឺក្បាលវាមានតែមួយទេអត់បែកខ្នែងទេណាបងប្អូនពេលដែលយើងរើកៅឈូកបានខ្ចីល្អចឹងបងប្អូនយើងអត់ចាំបាច់ពិបាកកោសច្រើននេះវាកាន់តែងាយស្រួលថែមទៀតចឹងពេលដែលយើងកាត់កៅឈូកហើយម្ទេសយើងស្ងោរឆ្អិនល្មមបងប្អូនម្ទេសផ្លោកនេះដែរយើងយកតងចេញណាបងប្អូនសម្រាប់គ្រាប់វិញយើងយកចេញក៏បានអត់ក៏បានបន្ទាប់មកទៀតយើងយកវាទៅក្លុកក៏បានច្រាមក៏បានណាបងប្អូនឲ្យតែម៉ត់ចឹងណាតាមពិតទៅម្ទេសនេះដាក់យកសព្វណ្ណភាពឯងបងប្អូនបើសិនជាបងប្អូនចូលចិត្តហឹលបងប្អូនអាចដាក់ម្ទេសហឹលយើងហ្មងក៏បានដែរបងប្អូនយើងចាក់កៅឈូកដែលយើងកាត់សម្អាតរួចហ្នឹងបងប្អូនចាក់វាលាយទៅជាមួយម្ទេសណាតមកទៀតយើងដាក់អំបិលយើងច្រើនតិចទៅដាក់ប៊ីចេងបន្តិចស្ករបន្តិចណាបងប្អូនបន្ទាប់មកទៀតចាំយើងចាក់អាទឹកបបរដែលកំពុងក្តៅពុះហ្នឹងចាក់ចូលទៅហ្មងបងប្អូនដើម្បីឲ្យកៅឈូកហ្នឹងវាកាន់តែស្រួយចឹងណាចុងក្រោយយើងបន្ថែមវាជាមួយផ្កាស្នោនិងសណ្តែកបន្តដែលយើងបានស្រោចរួចហ្នឹងយកវាមកកូរចូលគ្នាឲ្យសព្វណាបងប្អូនណាជ្រូកកៅឈូករបស់យើងបានរួចរាល់ជាការស្រេចបាត់ហើយបងប្អូនរងចាំប្រហែលជាពេលមួយយប់បងប្អូនស្អែកឡើងហ្នឹងជូរដោយសារយើងធ្វើទឹកបបរអញ្ចឹងវាឆាប់ជូរបងប្អូនវីដេអូជ្រូកកៅឈូកបានចប់ហើយបងប្អូនណាដែលចង់ដឹងថាជ្រូកកៅឈូកញ៉ាំមួយអីឆ្ងាញ់កុំភ្លេចតាមដានវីដេអូក្រោយទាំងអស់គ្នាណា